ជំរាបសួរលោកគ្រូអ្នកគ្រូក៏ដូចជាសួស្តីទៅកាន់បងប្អូនសិស្សានុសិស្សថ្ងៃនេះមកបន្តលំហាត់នៅក្នុងការស្ដាប់រឿងទឹកចិត្តមេមន់បាទភាសាខ្មែរថ្នាក់ទី6គឺបន្តទៅលំហាត់កនិងលំហាត់ខបាទលំហាត់កគេឲ្យយើងចូលសរសេរសេចក្តីសង្ខេបរឿងខាងលើលំហាត់ខចូលបង្ហាញផ្នែកនៃរឿងដែលមានលក្ខណៈគួរឲ្យចាប់អារម្មណ៍និងបង្ហាញមូលហេតុនៃការជ្រើសរើសនេះបាទចម្លើយកសរសេរសេចក្តីសង្ខេបរឿងខាងលើកសិករម្នាក់ចិញ្ចឹមមេមាន់មួយនិងមេទី1មេមាន់កើតបានកូន4ចំណែកមេទាកើតបានកូន1ក៏ចាក់ចេញចោលកូនទៅមេមាន់ក៏យកកូនទីមកចិញ្ចឹមព្រោះកូនទាកំព្រាអត់មេហើយវាក៏មានសិទ្ធិរស់រានមានជីវិតដូចក្មេងទូទៅដែរមេមាន់និយាយថាដល់កូនទាគ្រប់អាយុឲ្យវាទៅរៀនហើយចិញ្ចឹមវារហូតដល់ពេលវាអាចចិញ្ចឹមខ្លួនបានបាទនេះគឺជាសេចក្តីសង្ខេបនៃរឿងតើឥឡូវយើងចូលទៅលំហាត់ខវិញម្ដងបាទគេឲ្យយើងបង្ហាញផ្នែកនៃរឿងដែលមានលក្ខណៈគួរចាប់អារម្មណ៍និងបង្ហាញមូលហេតុនៃការជ្រើសរើសនេះបាទផ្នែកមួយនៃរឿងដែលមានលក្ខណៈគួរឲ្យចាប់អារម្មណ៍គឺត្រង់មេមាន់ឆ្លើយប្រាប់កូនថាម៉ែចិញ្ចឹមវាព្រោះវាក៏មានសិទ្ធិរស់រានមានជីវិតដូចក្មេងទូទៅដែរមូលហេតុនៃការជ្រើសរើសព្រោះផ្នែកនេះបង្ហាញពីការអនុវត្តសិទ្ធិកុមារធំត្រង់ចំណុចកុមារមានសិទ្ធិរស់រានមានជីវិតបាទសូមអរគុណលោកគ្រូអ្នកគ្រូទាំងអស់គ្នាជម្រាបលា